បាទជំរាបសួរទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តបង្ហាញទាក់ទងជាមួយនឹង AI Live Translation តើកម្មមុខងារ AI Live Translation ហ្នឹងគេប្រើដើម្បីអ្វីខ្ញុំលើកជាឧទាហរណ៍ជាក់ស្ដែងមួយឧទាហរណ៍យើងធ្វើការនៅក្នុងអង្គភាពមួយថ្ងៃមួយមានជនបរទេសជាភាសាជាជនជាតិអាមេរិកដែលគាត់និយាយភាសាអង់គ្លេសមកនិយាយអំពីការងារនៅក្រុមហ៊ុនយើងបុគ្គលិកយើងភាគច្រើនគាត់ចេះតែភាសាខ្មែរអញ្ចឹងណាតើយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យបុគ្គលិកយើងនឹងអាចយល់ពីអ្វីដែលខាងជនជាតិបរទេសជនជាតិអាមេរិកហ្នឹងចង់បង្ហាញយើងឧទាហរណ៍គេបង្ហាញតទៅជាមួយនឹងបច្ចេកវិទ្យាអីមួយទៅអញ្ចឹងចាំបាច់យើងត្រូវការជ្រើសអ្នកបកប្រែជួលអ្នកបកប្រែដើម្បីឲ្យគេបកប្រែយើងទៅហ៎អញ្ចឹងមានថានៅពេលដែលជនជាតិអាមេរិកនោះគាត់និយាយអ្នកបកប្រែហ្នឹងគាត់ចាប់ដើមបកពីភាសាអង់គ្លេសមកភាសាខ្មែរដល់ពេលយើងសួរសំណួរវិញជនអ្នកបកប្រែគាត់ត្រូវបកពីខ្មែរហ្នឹងទៅអង់គ្លេសវិញអញ្ចឹងណាអញ្ចឹងសម្រាប់ AI Live Translation ហ្នឹងគឺវាសម្រាប់ដោះស្រាយបញ្ហាបែបហ្នឹងមានថាយើងមិនចាំបាច់ចំណាយលុយទៅជួលអ្នកបកប្រែទៀតទេយើងអាចបកប្រែពីណាក៏បានយើងអាចធ្វើអ្វីលើសពីបកប្រែក៏បានឧទាហរណ៍ថាយើងទៅជាមួយការមើលរឿងឧទាហរណ៍ចុះយើងមើលរឿងជាភាសាឧទាហរណ៍ភាសាអីមួយដែលយើងអត់យល់ភាសាអារ៉ាប់ភាសារុស្ស៊ីភាសាអីចុះអញ្ចឹងយើងអាចឲ្យវាធ្វើការបកប្រែដោយផ្ទាល់យើងបញ្ចាំងរូបភាពឲ្យបកប្រែមកភាសាខ្មែរដើម្បីយើងអាចយល់បានអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺយើងប្រើបែបហ្នឹងអូខេអញ្ចឹងតើតូនជាមួយ speak auto កន្លែងនេះមានន័យថាយើងអត់ដូរទេមានថាវានឹង automatic ដោយមានថាវានឹងចាប់សំឡេងយើងជាភាសាអីដោយស្វ័យប្រវត្តិយើងចង់បកប្រែទៅភាសាអីខ្ញុំបកប្រែទៅភាសាខ្មែរចុះអញ្ចឹងណាខ្ញុំប្រើ model អីតើតូនជាមួយនឹង live AI live translation ហ្នឹងយើងចាំបាច់ត្រូវប្រើអាមួយនេះ Gemini 3.5 live translation អញ្ចឹងណាតើតូនកន្លែងនេះតូន microphone របស់យើងតើយើងចង់ឲ្យលក្ខណៈថាពេលយើងនិយាយទៅនោះកម្មវិធីនោះវាស្ដាប់យើងតាមជាអីតាមរយៈ microphone របស់យើងទៅហ៎អញ្ចឹងពេលយើងដោត microphone យើងចូលទៅវានឹង load មកកន្លែងហ្នឹង microphone របស់យើងហើយយើងអាចធ្វើការជ្រើសរើសអញ្ចឹងណាពេលកុំមកកន្លែងនេះចង់និយាយថាយើងអាចដោះវាទៅមានថាវាអាចលក្ខណៈថាវាអត់បញ្ចេញសំឡេងវាសរសេរតែជាអក្សរឲ្យយើងក៏បានដែរអញ្ចឹងណាអូខេកន្លែង start line នេះគឺសម្រាប់យើងចាប់ផ្ដើមការ live របស់យើងតែម្ដងអូខេឥឡូវដើម្បីជាឧទាហរណ៍ងាយស្រួលខ្ញុំមានវីដេអូជាភាសាអង់គ្លេសមួយដែលគាត់និយាយតាក់ទងជាមួយនឹង AI ដែលគាត់និយាយច្រើនទៅជាមួយ AI ខ្ញុំនឹងចាក់វីដេអូរបស់គាត់ហើយខ្ញុំនឹងឲ្យកម្មវិធីរបស់ខ្ញុំគឺបកប្រែមកភាសាខ្មែរដែលអាចឲ្យខ្ញុំស្ដាប់បានអញ្ចឹងបើស្នាខ្ញុំពេលខ្ញុំ demo ពេលខ្ញុំបង្ហាញទៀតនោះវាអាចលឺសូរសំឡេងពីររៀងពិបាកស្ដាប់សម្រាប់អ្នកទាំងអស់គ្នាក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ថាពេលខ្ញុំបើកសំឡេងទូរស័ព្ទដៃសំឡេងវីដេអូហ្នឹងទៅគឺវានឹងធ្វើការបកប្រែមកភាសាខ្មែរខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ឮបែបហ្នឹងឃើញបែបហ្នឹងក៏ប៉ុន្តែជាក់ស្ដែងនៅពេលយើងប្រើជាក់ស្ដែងគឺយើងបើកសំឡេងពីទូរស័ព្ទយើងឬសំឡេងពីមីក្រូហ្វូនហើយយើងស្ដាប់តាមរយៈការអញ្ចឹងវាអត់ពិបាកវាអត់លក្ខណៈថារំខានទេនិយាយអញ្ចឹងយើងស្ដាប់តែការប្រកាសទេនៅក្នុងគេនិយាយតាម microphone គេនិយាយទៅចង់និយាយអញ្ចឹងណាអូខេឥឡូវខ្ញុំចាប់ផ្ដើមបើកវីដេអូមួយគាត់និយាយជាភាសាអង់គ្លេសចាប់ផ្ដើមខ្ញុំចុច live សិន So today I'm giving you that precise តោះយើងនិយាយអំពីវាអញ្ចឹងថ្ងៃនេះខ្ញុំផ្ដល់ឲ្យអ្នកនៅប្រព័ន្ធសិក្សាដែលគ្មាននរណាម្នាក់ធ្លាប់ចែករំលែកពីមុនមកទេខ្ញុំហៅវាថាសាកលវិទ្យាល័យក្នុងប្រអប់វាជាភាពវៃឆ្លាតមែនទេប៉ុន្តែវាជាវិធីប្រើប្រាស់ AI ដើម្បីខ្លាយជាអ្នកជំនាញស្វ័យសិក្សាលើស្ទើរតែគ្រប់យ៉ាងអ្នកនឹងអាចរៀនពីរបៀបបង្កើតកម្មវិធី A few months បាទខ្ញុំបញ្ចប់ប៉ុណ្ណឹង ago, I was in Los Angeles, and I had to give a keynote to a class of 120 at one of the largest media. បាទគឺបែបហ្នឹងណាអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងទេហើយនឹងវីដេអូក្រោយទៀតខ្ញុំនឹងបន្តបង្ហាញទាក់ទងជាមួយនឹង AI virtual assistant ការរបៀបធ្វើការជាមួយ Excel ជាមួយនឹង slide ហើយជាមួយនឹងការរៀនភាសាផ្សេងៗដោយងាយស្រួលអញ្ចឹងវីដេអូខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា